Máy nhưng tự bòi chạ chiêm mày. Bố chặt chiếm mới update cái bên ngày hả? ម៉ែបារម្ភទៅមកពីការនៅស៊ីមរៀបអត់បានសម្រាប់ពី3ថ្ងៃហើយតែយ៉ាងណាខ្ញុំក៏អាចខកខានបានដែរព្រោះជាអ្វីដែលខ្ញុំប៉ងចង់ធ្វើស៊ូងើបតាំងពីម៉ោង3ដើម្បីមកចូលរួមយុទ្ធនាការបរិច្ចាគឈាមឆ្ងាយពីផ្ទះខ្ញុំឡើងជិត100គីឡូម៉ែត្រទៅដល់អត់ទាន់ចាប់ផ្ដើមកម្មវិធីចូលកន្លែងចុងភៅជួយបងរៀបចំម្ហូបសម្រាប់ក្មេងៗចៃដនបានជួបពូបារាំងនាំពូធ្វើម្ហូបទាំងអស់គ្នាតែម្ដងកុំឲ្យពូតនេមិនខ្ញុំជាចង់ភៅទេតែបានឃើញហាត់បានធ្វើនៅអត់សុកណាមួយក្មេងៗច្រើនអញ្ចឹងជួយសម្រួលការងារបងឲ្យឆាប់ហាត់បានញ៉ាំធ្វើម្ហូបមួយមុខនេះហ្នឹងឃើញកូនសិស្សខ្ញុំបានហូបដឹងសប្បាយអរយ៉ាងណាទេបកងធំប៊ីងម្ហូបដែលពួកខ្ញុំជួយធ្វើសម្រាប់ក្មេងៗមាន2មុខសិតតែគ្រឿងសមុទ្រទាំងអស់ហ្មងខ្ទិះបកងនិងអាំងបកងទឹកត្រីកោះកងក្មេងៗដឹងថាលេទឹកមាត់ក្អឹកហើយយុទ្ធនាការបរិច្ចាគឈាមសាធារណៈក្រោមប្រធានបទផ្ដល់ឈាមផ្ដល់ជីវិតហ្នឹងធ្វើឡើងនៅក្នុងសហគមន៍ចំការកស៊ូទេពីអាក្រូវិនិយោគក្នុងស្រុកសដានខេត្តកំពង់ធំជាខេត្តរបស់ខ្ញុំផ្ទាល់នឹងឯងដោយផ្ដើមឡើងដោយអ្នកអង្គការលីសុភ័ក្រប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុនទេពីអាក្រូវិនិយោគក្នុងកម្មវិធីមិនមែនមានតែពួកខ្ញុំទេមានបងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សសមាជិកក្នុងសហគមន៍លោកពួកអភិបាលខេត្តនួនផារ៉ាត់កាន់តែពិសេសគឺមានវត្តមានដ៏ខ្ពង់ខ្ពស់របស់អាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាការមកដល់របស់អាដាមប្រធានមិនត្រឹមតែចូលរួមយុទ្ធនាការបរិច្ចាគឈាមទេក៏បានsupportអគារបឋមសិក្សាមួយខ្នងក្នុងចំការកស៊ូទេពីអាក្រូវិនិយោគហើយក៏បានអញ្ជើញចូលរួមទទួលទានអាហារជាមួយសិស្សានុសិស្សនិងសមាជិកសហគមន៍ផងដែរនៅក្នុងកម្មវិធីអាដាមប្រធានក៏បានមានប្រសាសន៍លើកទឹកចិត្តឲ្យប្រជាពលរដ្ឋយើងចូលរួមនៅក្នុងការបរិច្ចាគឈាមឲ្យបានច្រើនឈាមរបស់យើងមានសារៈសំខាន់ណាស់ចំពោះអ្នកជំងឺម្នាក់វិញអត់បាននៅស្ដាប់ដល់ចប់ទេព្រោះម្ហូបធ្វើបានតែពាក់កណ្ដាលរត់ទៅជាក្រានបាយវិញដើម្បីប្រហើយម្ហូបរបស់យើងបន្ទាប់ពីមានមតិសំណេះសំណាលនៅក្នុងអង្គពិធីចប់អាដាមប្រធានក៏បានធ្វើដំណើរចូលទៅកាន់កន្លែងចុងភៅដើម្បីជួយធ្វើម្ហូបមិនងាយណាបានថ្នាក់ដឹកនាំចូលរួមធ្វើម្ហូបជាមួយក្មេងៗមានសំណាងមែនតើបានភ្លក់ស្នាដៃរបស់គាត់ហើយខ្ញុំក៏មានសំណាងដែរបានអាដាមប្រធានភ្លក់ស្នាដៃរបស់ខ្ញុំតែភ្លក់ទឹកត្រីកោះកុងច្រឡំហត់ដូចទឹកស៊ុបឡើងមកស្លាបព្រាចំណែកក្មេងៗវិញមិនត្រឹមតែបានហូបម្ហូបឆ្ងាញ់ទេនៅបានទទួលកាដូកាតាបមួយយ៉ាងស្រស់ស្អាតទៀតរៀបចំម្ហូបគ្រប់ចែកក្មេងៗញ៉ាំរួចរាល់ការតន្ទឹងរង់ចាំរបស់ខ្ញុំបានមកដល់ហើយគឺការចូលរួមនៅក្នុងការបរិច្ចាគឈាមដំណាក់កាលនៃការបរិច្ចាគទី1យើងត្រូវចូលឈ្មោះទី2ត្រូវពិនិត្យសុខភាពចង្វាក់បេះដូងនិងសម្ពាធឈាមហើយទី3ត្រូវធ្វើតេស្តឈាមគ្រប់អីតែយើងអាចបរិច្ចាគបានអត់បានសម្រាប់ច្រើនថ្ងៃខ្ញុំគិតថាប្រហែលជាសុខភាពខ្ញុំអត់ល្អអាចបរិច្ចាគឈាមបានទេមើលទៅប៉ុន្តែជាសំណាងដែរដែលខ្ញុំអាចបរិច្ចាគបានការបរិច្ចាគឈាមមានអត្ថប្រយោជន៍ខ្លាំងមែនទែនក្រៅពីបានជួយជីវិតមនុស្សហើយយើងអ្នកបរិច្ចាគក៏ទទួលបានសុខភាពបេះដូងល្អបង្កើនការផលិតឈាមថ្មីហើយក៏ទទួលបានអារម្មណ៍ស្រស់ស្រាយដែលយើងបានធ្វើអំពើល្អហើយខ្ញុំពិតជាសរសើរដល់បងប្អូននៅក្នុងសហគមន៍ខ្លាំងមែនទែនទាំងចាស់ទាំងក្មេងគាត់ចូលរួមសឹងថាគ្រប់គ្នាតែម្ដងហើយបំណងរបស់ខ្ញុំថ្ងៃនេះបានសម្រេចហើយអរគុណច្រើនបាយបាយ